នេះជាមុខងារបើកនិងបិទពន្លឺដោយស្វ័យប្រវត្តិនៅក្នុងទូរស័ព្ទដៃជាធម្មតាទូទៅទូរស័ព្ទដៃរបស់យើងទាំងអស់គ្នានៅពេលដែលយើងកំណត់ពន្លឺនៅត្រឹមណាគឺនៅត្រឹមនឹងរហូតអញ្ចឹងជាផលវិបាកមួយដែរនៅពេលដែលយើងចេញទៅក្រៅផ្ទះពន្លឺថ្ងៃខ្លាំងឬក៏កន្លែងនឹងភ្លឺខ្លាំងទូរស័ព្ទដៃយើងនឹងល្ងិតឈឹងតើយើងចុចតឡើងពន្លឺឲ្យកប់បានអាចមើលឃើញហើយនៅពេលដែលយើងចូលមកកន្លែងល្ងិតវិញក្នុងផ្ទះឬក្នុងអីចឹងទូរស័ព្ទដៃយើងនឹងភ្លឺចាចហ្មងតើយើងចុចបន្ថយពលឺមកល្មមវិញអញ្ចឹងឥឡូវនេះបើសិនជាបងប្អូនអត់ចង់រំខានចុចតឡើងបន្ថយខ្លួនឯងទេមានមុខងារមួយដែលអាចធ្វើឲ្យទូរស័ព្ទដៃរបស់យើងនឹងបើកបិទពលឺបន្ថយតិចតឡើងខ្លាំងតាមបរិយាកាសជុំវិញខ្លួនដោយខ្លួនឯងស្វ័យប្រវត្តិតែម្ដងដូច AI អញ្ចឹងណាបានន័យថាជា auto lighting ទូរស័ព្ទដៃរបស់យើងនឹងវាស់ពលឺជុំវិញនឹងចេញទៅកន្លែងភ្លឺគឺតឡើងខ្លួនឯងចេញមកកន្លែងល្ងិតគឺបន្ថយចុះខ្លួនឯងចឹងបើសិនជាបងប្អូនចង់បើកមុខងារមួយនេះនៅក្នុងទូរស័ព្ទដៃហើយអត់មានអស់លុយទាំងអស់តាមដានវីដេអូមួយនេះឲ្យដល់ចប់ទាំងអស់គ្នាអូខេអញ្ចឹងបងប្អូនចូលមកកាន់ setting ចាសម្រាប់គ្រប់ទូរស័ព្ទ iPhone ទាំងអស់ពេលមកដល់ setting បងប្អូនអស់ចូលទៅខាងក្រោមហើយយកកន្លែងគេដាក់ថា accessibility កន្លែងរូបមនុស្សហ្នឹងចាមកដល់កន្លែងនេះបងប្អូនអស់ទៅខាងក្រោមហើយមើលកន្លែងពាក្យ display and text size ចុចយកកន្លែងហ្នឹងចុចតាមព្រួយហើយអស់ចូលទៅខាងក្រោមបងប្អូននឹងឃើញពាក្យ auto brightness អញ្ចឹងបងប្អូនចុចបើកកន្លែងហ្នឹងណាបើអត់ទាន់បើកទេធម្មតាបើអត់ទាន់បើកវាបិទណាអញ្ចឹងបងប្អូនចូលមកត្រូវបើកកន្លែងហ្នឹងកន្លែងហ្នឹងជាកន្លែងបើក auto lighting ដើម្បីឲ្យទូរស័ព្ទ iPhone របស់យើងហ្នឹងវាស់ពន្លឺជុំវិញខ្លួនយើងតាមអាកាសធាតុត្រឹមត្រូវណាចេញទៅកន្លែងភ្លឺវានឹងតឡើងឲ្យយើងខ្លួនឯងចុះមកកន្លែងល្ងិតវានឹងបន្ថយយើងខ្លួនឯងអូខេអញ្ចឹងអរគុណច្រើនបងប្អូនមានចង្អុលអីខមមិនខាងក្រោមបានអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបើសិនជាបងប្អូនគិតថាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមចូលរួម share ចែករំលែកទៅមនុស្សបន្តទៀតអរគុណបងប្អូនជម្រាបលា